ឈុតឆាកចាប់ផ្ដើមឡើងជាមួយនឹងទិដ្ឋភាពផ្លូវលំដ៏ចង្អៀតនិងងឹតមួយក្នុងទីក្រុង San Francisco ដែលបំភ្លឺដោយស្លាកយីហោណេអុងនិងគោមដែលព្យួរជាប់ជញ្ជាំងរូបភាពពីមុំទាបសម្លឹងទៅលើមេឃខណៈពេលដែលពន្លឺមូលដ៏ធំមួយបានចុះមកក្នុងផ្លូវលំបំភ្លឺដល់អគារដែលនៅជុំវិញនោះមនុស្សយន្តប្រយុទ្ធដ៏ខ្លាំងក្លាពីរត្រូវបានបង្ហាញខ្លួនមួយមានរាងធំកម្ពស់ពណ៌ផ្កាឈូកលីខ្មៅនិងមួយទៀតពណ៌ខ្មៅរលោងដែលមានតុបតែងពណ៌មាសបុរសមានម្នាក់ក្នុងឈុតកីឡាពណ៌ខៀវកំពុងបញ្ជាមនុស្សយន្តមួយក្នុងចំណោមនោះដោយប្រើតេឡេបញ្ជាហ្វូងអ្នកទស្សនាកំពុងមើលការចូលមនុស្សយន្តបតហ្វៃតនៅចំកណ្ដាលសង្វៀនស្ត្រីម្នាក់ដែលមានបិទភ្នែកម្ខាងដែលជាជំនួយការរបស់យ៉ាម៉ាដើរកាត់ហ្វូងមនុស្សទាំងកាន់ចានមួយយ៉ាម៉ាសាយយ៉ាងខ្លាំងខណៈពេលដែលគេកំពុងតែមានព្រៀបក្នុងការប្រកួត Hero Hamada ដែលជាក្មេងប្រុសម្នាក់ឈរយ៉ាងភ័យខ្លាចក្នុងចំណោមហ្វូងមនុស្សដោយកាន់មនុស្សយន្តឈើតូចមួយដែលមើលទៅសាមញ្ញបំផុតស្ត្រីដែលមានបិទភ្នែកម្ខាងសម្លឹងមក Hero ទាំងញឹមឌឺដងមនុស្សយន្តរបស់ Hero ត្រូវបានដាក់ចូលក្នុងសង្វៀនដែលមើលទៅហាក់ដូចជាខ្សោយនិងងាយនឹងបាក់បែកយ៉ាម៉ាបានសាយចំអកឲ្យ Hero ហើយហ្វូងមនុស្សក៏សាយតាមដែរ Hero មើលទៅដូចជារ៉េរ៉ាក្នុងការប្រើតេឡេបញ្ជាហាក់ដូចជាអ្នកមិនចេះសោះរំពេចនោះមនុស្សយន្តរបស់ Hero ដែលមានឈ្មោះថា Megabot បានបដូរទឹកមុខពីញឹមពណ៌លឿងទៅជាទឹកមុខខឹងសម្បាពណ៌ក្រហមក្នុងល្បឿនយ៉ាងលឿន Megabot បានវាយគំទេចមនុស្សយន្តដ៏ធំរបស់ Yama ឲ្យទៅជាគំនរអេតចាយដែលមានហុយផ្សែងហ្វូងមនុស្សក៏ស្ងាត់មាត់ឈឹងរីឯ Yama វិញខឹងយ៉ាងខ្លាំង Hero ប្រមូលលុយឈ្នះរបស់គេយ៉ាងលឿនហើយព្យាយាមចាក់ចេញប៉ុន្តែត្រូវបានឡោមព័ទ្ធដោយបាក់ពួករបស់ Yama ភ្លាមនោះ Tadashi Hamada បានមកដល់ជាមួយនឹងម៉ូតូរួចចាប់ទាញ Hero ជិះគេចចេញតាមផ្លូវដ៏ចង្អៀតក្នុងទីក្រុងការដេញតាមបានបន្តតាមដងផ្លូវដែលមានពន្លឺភ្លើងណេអុងរហូតដល់បងប្អូនទាំងពីរត្រូវបានប៉ូលីសចាប់ខ្លួននិងបញ្ជូនទៅកាន់ប៉ុស្តិ៍ប៉ូលីស Minkas បានទៅទទួលពួកគេពីប៉ុស្តិ៍ប៉ូលីសគាត់មើលទៅមានភាពតានតឹងក្នុងចិត្តយ៉ាងខ្លាំងនិងបានស្ដីបន្ទោសពួកគេនៅក្នុងឡានតាមផ្លូវទៅផ្ទះពេលមកដល់ផ្ទះ Minkas នៅតែបន្តឧបពីការមិនសប្បាយចិត្តរបស់គាត់ខណៈពេលដែលគាត់ចាប់យកនំដូណាត់មកញ៉ាំរួចក៏ទុកឲ្យក្មេងប្រុសទាំងពីរនៅតែឯងក្នុងបន្ទប់គេងនៅក្នុងបន្ទប់គេង Tadashi បានប្រឈមមុខសួរដេញដោល Hero រឿងទៅចូលមនុស្សយន្ត Hero បានការពារទង្វើរបស់ខ្លួនដោយអាងថាវាជារឿងងាយស្រួលនិងរកចំណូលបានច្រើន Tadashi បង្ហាញទឹកមុខខកចិត្តហើយប្រាប់ Hero ថាគេកំពុងតែខ្ជះខ្ជាយសមត្ថភាពរបស់ខ្លួនឯង Hero សាយចំអកហើយបែរទៅរកកុំព្យូទ័ររបស់គេវិញថ្ងៃបន្ទាប់ Tadashi បានសន្យាថានឹងនាំ Hero ទៅកន្លែងចូលមនុស្សយន្តមួយទៀតប៉ុន្តែផ្ទុយទៅវិញគេបែរជានាំ Hero ទៅកាន់វិទ្យាស្ថានបច្ចេកវិទ្យា San Francisco ផ្លូវបច្ចេកវិទ្យាខ្ពស់ Tadashi នាំ Hero ចូលទៅក្នុងមន្ទីរពិសោធន៍ដ៏ធំនិងមានញឹកមួយដែលពោពេញទៅដោយការច្នៃប្រឌិតទំនើប Hero ត្រូវបានណែនាំឲ្យស្គាល់ Gogo Tomago ដែលកំពុងធ្វើតេស្តកង់ដែលមានកម្លាំងរុញច្រានអេឡិចត្រូម៉ាញ៉េទិកល្បឿនលឿន Gogo មានភាពម៉ឺងម៉ាត់និងហ្មត់ចត់ខ្លាំងនាងបានបោះបង់កង់នោះចោលដោយនិយាយថាវានៅតែមិនទាន់លឿនគ្រប់គ្រាន់រួចបោះកង់នោះចូលក្នុងធុងសម្រាមបន្ទាប់មក Hero បានជួប Wasabi ដែលកំពុងប្រើកាំរស្មីឡាស៊ែរដ៏ស្ដាងបំផុតដើម្បីហាន់មើមខ្ញីជាមួយនឹងភាពហ្មត់ចត់បំផុត Wasabi បង្ហាញពីរបៀបរៀបចំឧបករណ៍ដែលមានសណ្ដាប់ធ្នាប់របស់គេហើយចុងក្រោយពួកគេបានជួប Honey Wemon ដែលកំពុងធ្វើពិសោធន៍គីមីលើបាល់ហាត់ប្រាណដ៏ធំមួយឈុតបើកឆាកបង្ហាញពី Honey Wemon នៅក្នុងមន្ទីរពិសោធន៍គីមីវិទ្យានាងបានប្រើល្បាយគីមីពិសេសបាញ់ទៅលើគ្រាប់បាល់ជ័រដ៏ធំបង្កើតជាប្រតិកម្មដែលបំផ្លាញរូបធាតុទៅជាពស់ពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាតខណៈដែល Hero មើលទៅដោយភាពងឿងឆ្ងល់និងស្ងើចសរសើរ Tadashi នាំ Hero ដើរទស្សនកិច្ចកាត់តាមមន្ទីរពិសោធន៍យន្តសាស្ត្រដែលយើងឃើញ Gogo Tomago កំពុងធ្វើតេស្តកង់ម៉ាញ៉េទិកដែលមានល្បឿនលឿននិង Wasabi ដែលកំពុងប្រើឡាស៊ែរកាត់វត្ថុធាតុដោយភាពហ្មត់ចត់បំផុតបន្ទាប់មកពួកគេបានជួប Fred ដែលកំពុងពាក់ឈុតសត្វចម្លែក Keiju ពណ៌បៃតង Fred បានលោតចុះឡើងនិងបង្ហាញរកពីដូចសត្វចម្លែកដើម្បីស្វាគមន៍ Hero ក្នុងលក្ខណៈកំប្លែងនិងរាក់ទាក់បំផុត Tadashi នាំ Hero ចូលទៅក្នុងបន្ទប់ពិសោធន៍ដាច់ដោយឡែករបស់គាត់បានបង្ហាញពីការច្នៃប្រឌិតដ៏សំខាន់គឺ Baymax ដែលជាមនុស្សយន្តបំប៉ោងខ្យល់ពណ៌ចេញពីប្រអប់សាកថ្មពណ៌ក្រហម Baymax ណែនាំខ្លួនថាជាអ្នកថែទាំសុខភាពផ្ទាល់ខ្លួន Baymax ចាប់ផ្ដើមធ្វើការស្កេន Hero ភ្លាមដើម្បីពិនិត្យសុខភាពវាបង្ហាញទិន្នន័យលើអេក្រង់ក្បាលពោះហើយរកឃើញថា Hero មានអាការៈស្រឡាំងកាំងដើម្បីលួងលោមអ្នកជំងឺ Baymax បានហុចស្ករគ្រាប់ Lollipop ពណ៌ក្រហមទៅឲ្យ Heroសាស្ត្រាចារ្យ Collagen ដែលជាបុគ្គលក្នុងដួងចិត្តរបស់ Hero បានបង្ហាញខ្លួនគាត់បានសរសើរពីភាពឆ្លាតវៃរបស់ Hero ប៉ុន្តែបានបញ្ជាក់ថាដើម្បីចូលរៀននៅសាលានេះ Hero ត្រូវតែបង្ហាញអ្វីដែលអស្ចារ្យលើសពីអ្នកដទៃនៅក្នុងកម្មវិធី Showcase Hero ត្រឡប់មកផ្ទះវិញដោយភាពជឿជាក់គាត់ចាប់ផ្ដើមដំណាក់កាលច្នៃប្រឌិត Montage ដោយការគូរគំនូរប្លង់លើកុំព្យូទ័រនិងការដំឡើងគ្រឿងម៉ាស៊ីនយ៉ាងស្វិតស្វាញនៅក្នុងបន្ទប់ដេករបស់គាត់ពេញមួយយប់ក្នុងកំឡុងពេលធ្វើការ Hero បានជួបការបរាជ័យជាច្រើនលើកប៉ុន្តែ Tadashi តែងតែនៅក្បែរដើម្បីជួយលើកទឹកចិត្តចុងក្រោយ Hero អាចសម្រេចបាននូវការផលិត Microbots រាប់លានគ្រាប់ដែលបញ្ជាដោយរលកខួរក្បាលឈុតចុងក្រោយមុនដល់នាទីទី2គឺការរៀបចំខ្លួនរបស់ Hero និងក្រុមមិត្តភ័ក្តិពួកគេបានជួយគ្នាដឹកជញ្ជូនធុងដាក់ Microbots ចូលទៅក្នុងសាលពិព័រណ៍ Switch Showcase ទាំងអារម្មណ៍រំភើបនិងត្រៀមខ្លួនជាស្រេច Hero ឈរនៅមុខឆាកតាំងពិព័រណ៍ត្រៀមខ្លួនបង្ហាញពិភពលោកនៅអ្វីដែលគាត់បានបង្កើតខណៈដែល Tadashi និងមិត្តភ័ក្តិទាំងអស់ផ្ដល់កម្លាំងចិត្តឲ្យគាត់ពីខាងក្រោយឆាកHero ឈរនៅលើឆាកដោយក្តីរំភើបនិងកាន់មីក្រូហ្វូននៅក្នុងសាលតាំងពិព័រណ៍គាត់បង្ហាញមីក្រូយូនីត Microbot តែមួយគ្រាប់ទៅកាន់ទស្សនិកជនដែលកំពុងតាមដាន Hero បញ្ជាវាដោយប្រើលោកខួរក្បាលហើយមីក្រូយូនីតរាប់ពាន់គ្រាប់ទៀតក៏ចាប់ផ្ដើមហូរចេញមកពួកវាបង្កើតជារូបរាងផ្សេងយ៉ាងអស្ចារ្យរួមទាំងរូបដៃយក្សដែលធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើលយ៉ាងខ្លាំង Hero ប្រើមីក្រូយូនីតដើម្បីលើកខ្លួនគាត់ឲ្យខ្ពស់ឡើងនិងបង្កើតជាជណ្ដើរវិលនៅក្នុងសាលបន្ទាប់ពីបញ្ចប់ការបង្ហាញ Hero បានចុះពីលើឆាកហើយត្រូវបានអបអរសាទរដោយបងប្រុសរបស់គាត់ Tadashi និងមិត្តភក្តិ Alistair Gray សរសើរពីស្នាដៃរបស់ Hero ហើយព្យាយាមបញ្ចុះបញ្ចូលទិញបច្ចេកវិទ្យានេះសាស្ត្រាចារ្យ Collagen បានមកដល់ហើយផ្ដល់ដំបូន្មានដល់ Hero កុំឲ្យលក់វាឲ្យ Gray
Hero សម្រេចចិត្តមិនលក់វីទេហើយទទួលបានសម្បត្តិអនុញ្ញាតឲ្យចូលរៀននៅសាកលវិទ្យាល័យគ្រួសារនិងមិត្តភ័ក្តិដើរចេញពីសាលតាំងពីពណ៌ដោយក្តីសប្បាយរីករាយនៅពេលយប់ថាដាស៊ីនិង Hero អង្គុយជែកគ្នាយ៉ាងមានក្តីសុខនៅមាត់ទឹកក្រឡេកមើលទៅសាលប្រជុំពីចម្ងាយរំពេចនោះការផ្ទុះដ៏ខ្លាំងមួយបានកើតឡើងនៅក្នុងសាលតាំងពីពណ៌ដែលបង្កជាភ្លើងឆេះយ៉ាងសន្ធោសន្ធៅមនុស្សម្នារត់យ៉ាងប្រសើរចំណែកថាដាស៊ីសម្រេចចិត្តរត់ចូលទៅក្នុងភ្នក់ភ្លើងដើម្បីជួយសង្គ្រោះសាស្ត្រាចារ្យ Hero បានត្រឹមតែឈរមើលដោយក្តីតក់ស្លុតនៅពេលដែលសាលនោះផ្ទុះឆេះកាន់តែខ្លាំងមុខរបស់ថាដាស៊ីបានហោះធ្លាក់មកលើដីជាសញ្ញានៃការបាត់បង់ដ៏ធំធេងឈុតឆាកបដូរទៅពិធីបុណ្យសពដែលពោរពេញដោយភាពសោកសៅនៅក្រោមដំណក់ទឹកភ្លៀងមិត្តភ័ក្តិមកលើកទឹកចិត្ត Hero នៅផ្ទះប៉ុន្តែ Hero នៅតែមានទឹកមុខស្រងូតស្រងាត់បំផុត Hero អង្គុយម្នាក់ឯងក្នុងបន្ទប់ដែលស្ងប់ស្ងាត់គ្មានកម្លាំងចិត្តសូម្បីតែញ៉ាំអាហារដែលមីងយកមកឲ្យHero កំពុងគេងលង់លក់នៅលើកៅអីពូក្នុងបន្ទប់របស់គេខណៈដែលមីងរបស់គេបើកវាំងបង្អួច Hero ដើរទៅធ្វើការរបស់គេរួចមើលទៅអេក្រង់កុំព្យូទ័រដែលបង្ហាញរូបភាពមិត្តភ័ក្តិរបស់គេបិទកុំព្យូទ័ររួចអង្គុយចុះដោយទឹកមុខស្រពោនបន្ទាប់មកស្រាប់តែមានសំឡេងម្យ៉ាងបន្លឺឡើងរូបរាងពណ៌ដ៏ធំមួយចាប់ផ្ដើមប៉ោងឡើងបន្តិចម្ដងចេញពីប្រអប់ពណ៌ក្រហមនៅក្បែរគ្រែ Baymax ដែលជាមនុស្សយន្តថែទាំសុខភាពបានលេចរូបរាងពេញលេញហើយដើរមករក Hero មើលទៅ Baymax ដោយការភ្ញាក់ផ្អើលខណៈដែលមនុស្សយន្តនោះបង្ហាញតារាងកម្រិតការជិះចាប់នៅលើទ្រូងរបស់វា Baymax ព្យាយាមដើរក្នុងបន្ទប់ដ៏ចង្អៀតរហូតធ្វើឲ្យវាជាប់ខ្លួននៅចន្លោះគ្រែនិងជញ្ជាំង Baymax ស្កេនពិនិត្យសុខភាព Hero និងបង្ហាញលទ្ធផលរោគវិនិច្ឆ័យនៅលើដងខ្លួនរបស់វា Hero ព្យាយាមរុញច្រាន Baymax ឲ្យចូលក្នុងប្រអប់វិញប៉ុន្តែឪជើងដួលទៅលើដងខ្លួនដ៏ទន់ល្មើយរបស់វា Hero រកឃើញមីក្រូយន្ត Microbot មួយនៅក្នុងហោប៉ៅអាវធំរបស់គេដែលកំពុងតែមានចលនាគេដាក់វាក្នុងកែវពិសោធន៍ហើយសង្កេតឃើញថាវាព្យាយាមធ្វើចលនាទៅទីដៅតែមួយHero ប្រញាប់ប្រញាល់រត់ចេញពីផ្ទះតាមពីក្រោយ Baymax ដែលកំពុងដើរទៅតាមផ្លូវសាធារណៈទិដ្ឋភាពទីក្រុង San Francisco បង្ហាញឡើងយ៉ាងស្រស់ស្អាតជាមួយនឹងឡានក្រុងនិងរថភ្លើងដែលកំពុងធ្វើចរាចរណ៍ Hero រត់កាត់ហ្វូងមនុស្សយ៉ាងលឿននិងឡើងជណ្ដើរដើម្បីតាមឲ្យទាន់មនុស្សយន្តពណ៌ស្នោះពួកគេមកដល់មុខរោងចក្រចាស់មួយដែលមើលទៅគួរឲ្យខ្លាចនិងមានសភាពស្ងាត់ជ្រុងBaymax បើកបង្អួចនៅជាន់ខាងលើហើយ Hero ក៏លុបចូលទៅក្នុងអគារនោះដោយភាពប្រុងប្រយ័ត្ន Hero មើលមីក្រូយន្តក្នុងដៃរបស់គេដែលកាន់តែមានសកម្មភាពខ្លាំងឡើងនៅពេលចូលទៅជិតកន្លែងម្យ៉ាង Baymax ព្យាយាមលូនចូលតាមបង្អួចតូចមួយយ៉ាងពិបាករហូតទាល់តែ Hero ជួយទាញវាឲ្យចូលមកខាងក្នុងបានសម្រេចពួកគេទាំងពីរលបមើលទៅក្នុងធុងដ៏ធំមួយហើយស្រាប់តែរកឃើញមីក្រូយន្តរាប់ពាន់ដែលកំពុងត្រូវបានផលិតយ៉ាងច្រើនសន្ធឹកសន្ធាប់ Hero ព្យាយាមពន្យល់ Baymax អំពីគ្រោះថ្នាក់ខណៈដែល Baymax លើកដៃសំពះបង្ហាញពីភាពសុភាព Microbot ចាប់ផ្ដើមវាយប្រហារធ្វើឲ្យ Hero រត់គេចយ៉ាងលឿនចំណែក Baymax ដើរត្រេកត្រតាមពីក្រោយBaymax ជាប់គាំងក្នុងប្រហោងអ៊ែតនិងដួលផ្ងាជើងធ្វើឲ្យ Hero ត្រូវត្រឡប់មកជួយទាញគេចេញពួកគេរត់ឡើងជណ្ដើរដែកហើយ Baymax ច្របាច់ខ្លួនឆ្លងកាត់បង្កាន់ដៃដ៏ចង្អៀតរហូតដល់ធ្លាក់ចុះមកដីខាងក្រៅរូបភាពបង្ហាញពីឡានក្រុងធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុង San Francisco Baymax ប្រើស្កុតបិទរន្ធខ្យល់ដែលធ្លីនៅលើខ្លួនរបស់គេម្ដងមួយខណៈពេល Hero មើលទៅដោយហួសចិត្តនៅប៉ុស្តិ៍ប៉ូលីស Hero ព្យាយាមរាយការណ៍រឿងបុរសពាក់ម៉ាស់ប៉ុន្តែមន្ត្រីប៉ូលីសហាក់មិនអើពើនិងមិនជឿឡើយHero នាំ Baymax ចូលផ្ទះដោយលួចលាក់ព្យាយាមរុញខ្លួនដ៏ធំរបស់ Baymax ឡើងជណ្ដើរដើម្បីកុំឲ្យអ្នកមីងឃើញ Baymax បង្កសំឡេងរំខានដោយបុករបស់របរធ្វើឲ្យ Hero ត្រូវប្រញាប់ទៅបិទបាំងនៅចំពោះមុខអ្នកមីង Cass អ្នកមីង Cass សង្ស័យពីអាកប្បកិរិយារបស់ Hero ប៉ុន្តែគេបានដោះស្រាយស្ថានភាពបានទាន់ពេលនៅក្នុងបន្ទប់ Hero អង្គុយអស់សង្ឃឹមប៉ុន្តែ Baymax បង្ហាញទិន្នន័យការសិក្សាពីការកាន់ទុក្ខនៅលើទ្រូងរបស់គេ Baymax ចាប់អប Hero យ៉ាងកក់ក្ដៅដើម្បីលួងលោមផ្លូវចិត្តមុនពេលពួកគេចាប់ផ្ដើមជែកគ្នាពីផែនការបន្ទាប់
មានខាសកំពុងអង្គុយលើសាឡុងទាំងភ្ញាក់ផ្អើលហើយអបឆ្មាម៉ូជាយ៉ាងណែននៅក្នុងដៃ Hero ប្រើឧបករណ៍បញ្ជា scan ទៅលើ Baymax ដើម្បីបញ្ចូលទិន្នន័យក្បាច់គុណចូលក្នុងបន្ទះ chip នៅលើអេក្រង់កុំព្យូទ័របង្ហាញពីសកម្មភាពរបស់ Baymax កំពុងរៀនតាមក្បាច់គុណការ៉ាតេនិងការវាយប្រហារផ្សេង Hero មើលលទ្ធផលនៃការបញ្ចូលទិន្នន័យដោយក្តីរំភើបខណៈ Baymax ឈរនៅពីក្រោយគាត់ដោយស្ងប់ស្ងាត់ Hero បង្ហាញ chip ពណ៌បៃតងដែលមានឈ្មោះថា Tadashi Hamada រួចបញ្ចូលវាទៅក្នុងទ្រូងរបស់ Baymax Baymax ដែលឥឡូវនេះមានពាក់អាវក្រោះពណ៌បៃតងចាប់ផ្ដើមធ្វើចលនាវាចេញនិងទាត់ដោយក្បាច់គុណយ៉ាងស្ទាត់ជំនាញ Hero ត្រេកអរយ៉ាងខ្លាំងពេលឃើញ Baymax ក្លាយជាអ្នកប្រយុទ្ធដ៏ខ្លាំងពូកែ Baymax ធ្វើកាយវិការគោរពតាមបែបអ្នកក្បាច់គុណបន្ទាប់ពីបញ្ចប់ការបង្ហាញសមត្ថភាពទិដ្ឋភាពកាត់ទៅពេលយប់ Hero និង Baymax រត់ចេញពីយានដ្ឋានរួចឆ្ពោះទៅកាន់តំបន់កំពង់ផែដែលមានកុងទ័រណ Hero រត់យ៉ាងលឿនក្នុងចំណោមកុងទ័រណដ៏ខ្ពស់ខណៈអាកាសធាតុមានអាប់ក្រាស់គួរឲ្យខ្លាច បរោះពាក់ម៉ាស់អាតកំបាំង Yoke លេចខ្លួនឡើងនៅលើគំនរកំទេចកំទីដោយប្រើអំណាចគ្រប់គ្រង Microbots បង្កើតជាទម្រង់ដ៏ធំ មិត្តភ័ក្តិរបស់ Hero រួមមាន Gogo, Wasabi, Honey Lemon និង Fred បានមកដល់ហើយមើលទៅក្នុងស្ថានភាពភ័យស្លន់ស្លោ Hero ព្យាយាមពន្យល់ពួកគេអំពីគ្រោះថ្នាក់ខណៈពេលដែល Yoke ចាប់ផ្ដើមវាយប្រហារដោយប្រើកុងទ័រណទម្លាក់ចុះមកម្នាក់នាំគ្នារត់គេចពីការបុកទង្គិចនៃកុងទ័រណដែលធ្លាក់ពីលើមេឃ ពួកគេទាំងអស់គ្នាស្ទុះចូលក្នុងឡានតូចពណ៌លឿងរបស់ Wasabi ដើម្បីធ្វើការរត់គេច Wasabi បើកបរទាំងភ័យញ័រខណៈ Yoke ដេញតាមពីក្រោយដោយប្រើលោក Microbots ដុំហ៊ីម៉ា Gogo បដូរមកកាន់ចង្កូតវិញហើយបើកបរយ៉ាងលឿនចុះតាមផ្លូវជម្រាលនៃទីក្រុង San Francisco ឡានបានហោះឡើងលើអាកាសឆ្លងកាត់ស្ពានខណៈ Baymax កំពុងតោងជាប់នៅលើដំបូលឡាន ការដេញតាមគ្នាយ៉ាងស្វិតស្វាញបន្តតាមដងផ្លូវក្នុងក្រុងទាំងឡាននិងហ្វូង Microbots បង្កើនល្បឿនយ៉ាងខ្លាំង រថយន្តវ៉ែនពណ៌លឿងបើកបរក្នុងល្បឿនលឿនយ៉ាងខ្លាំងកាត់តាមដងផ្លូវដ៏មានញឹកនៃទីក្រុង San Francisco នាពេលយប់ Gogo បើកបរដោយទឹកមុខមឹងម៉ាត់ខណៈពេលដែល Wasabi ស្រែកដោយភាពភ័យខ្លាចនៅកៅអីក្បែរអ្នកបើកបរ Gogo បដូរលេខដៃចង្កូតយ៉ាងស្ទាត់ជំនាញដើម្បីគេចពីការដេញតាមរួចបត់ឡានយ៉ាងលឿនចូលទៅក្នុងតំបន់ឃ្លាំងឡានបានហោះឡើងលើអាកាសកាត់របាំងផ្លូវរថភ្លើងដែលកំពុងបិទហើយធ្លាក់ចូលទៅក្នុងទឹកសមុទ្រយ៉ាងជ្រៅនៅក្រោមទឹកដ៏ងឹតឡានចាប់ផ្ដើមលិចទៅបាតសមុទ្រប៉ុន្តែ Baymax បានបញ្ចេញខ្យល់អណ្តែតខ្លួនដើម្បីជួយអ្នករាល់គ្នាក្រុមមិត្តភ័ក្តិទាំងអស់បានមកដល់មាត់ច្រកចូលភូមិគ្រឹះដ៏ស្កឹមស្កៃរបស់ Fred ដោយមានសភាពទឹកជោកគ្រប់គ្នា Heathcliff ដែលជាអ្នកបម្រើផ្ទាល់ខ្លួនបានបើកទ្វារស្វាគមន៍ពួកគេដោយក្តីគោរពនិងធ្វើការជក់ដៃជាមួយ Baymax នៅខាងក្នុងផ្ទះ Fred បង្ហាញបន្ទប់ដែលមានរូបចម្លាក់បិសាចនិងការប្រមូលផ្ដុំសៀវភៅធ្លុកយ៉ាងច្រើនសន្ធឹកសន្ធាប់ Hero សម្លឹងមើលរូបភាពបិសាចនៅលើជញ្ជាំងហើយចាប់ផ្ដើមមានគំនិតច្នៃប្រឌិតក្នុងការបង្កើតអាវក្រោះការពារ Fred បើកទូរទស្សន៍បង្ហាញពី Aleister Crowley ដែល Hero សង្ស័យថាជាអ្នកនៅពីក្រោយរបាំងមុខសម្ងាត់ Hero ប្រើបច្ចេកវិទ្យា Hologram ដើម្បីរចនាគ្រឿងសឹកសម្រាប់មិត្តភក្តិម្នាក់ឲ្យស្របតាមសមត្ថភាពរៀងខ្លួន Hero ចាប់ផ្ដើមធ្វើការយ៉ាងសកម្មក្នុងបន្ទប់ពិសោធន៍ដោយប្រើម៉ាស៊ីន Scan 3 ដើម្បីបង្កើតបំណែកអាវក្រោះ Honey Lemon សាកល្បងកាបូបគីមីរបស់នាងដែលអាចបង្កើតគ្រាប់បាល់ពុះពណ៌សម្រាប់វាយប្រហារនិងការពារ Wasabi ប្រើបន្ទះឡាសេនៅនឹងក្តីដើម្បីកាត់ផ្លែប៉ោមដែល Heathcliff បោះឲ្យយ៉ាងលឿនបំផុត Gogo សាកល្បងថាសស្ដែកម៉ាញ៉េទិកនៅនឹងជើងដែលអនុញ្ញាតឲ្យនាងធ្វើចលនាបានលឿនដូចភ្លេចបន្ទោ Fred សប្បាយចិត្តយ៉ាងខ្លាំងនៅពេលពាក់ឈុតបិសាចដែលអាចព្រុសភ្លើងបាននិងលោតបានខ្ពស់ Hero បំពាក់អាវក្រោះពណ៌ក្រហមដ៏រឹងមាំឲ្យ Baymax និងបន្ថែមស្លាបសម្រាប់ហោះហើរលើអាកាស ទីបញ្ចប់ក្រុម Big Hero 6 បានត្រៀមខ្លួនរួចរាល់ជាមួយនឹងរូបរាងថ្មីដ៏អស្ចារ្យដើម្បីទៅតាំងនឹងសត្រូវ ជញ្ជាំងថ្មមួយត្រូវបានបំបែកជាប្រហោងធំហើយក្រុម Big Hero 6 កំពុងឈរមើលដោយការភ្ញាក់ផ្អើល Hero ដើរទៅរក Baymax ដែលកំពុងសាកល្បងឈុតក្រោះថ្មីពណ៌ក្រហមដ៏មានឥទ្ធិពលរបស់គេ Hero ឡើងជិះលើខ្នង Baymax ទាំងញឹមរួចរៀបចំខ្លួនដើម្បីហោះហើរ Baymax បញ្ឆេះម៉ាស៊ីនរ៉ុកែតនៅបាតជើងរួចហោះឡើងទៅលើមេឃកាត់ទីក្រុង San Francisco យ៉ាងលឿន ពួកគេហោះកាត់ស្ពានក្រហមដ៏ធំនិងឆ្វែងចុះឡើងនៅចន្លោះសស្ពានយ៉ាងស្ទាត់ជំនាញ Baymax ហោះដណ្ដក់ចុះមកក្រោមស្ទាបផ្ទៃទឹកសមុទ្របង្កើតជាយន្តហោះទឹកយ៉ាងស្រស់ស្អាត ពួកគេបន្តហោះចូលទៅក្នុងទីក្រុងដែលមានអគារខ្ពស់រំលងរថភ្លើងនិងមនុស្សដែលកំពុងដើរតាមផ្លូវ Hero និង Baymax ហោះឡើងទៅលើពករួចចុះចតសម្រាកនៅលើពែងប៉ោងហោះខ្យល់ក្តៅដើម្បីមើលថ្ងៃលិច
Baymax ប្រើប្រាស់ប្រព័ន្ធស្កេនភ្នែករបស់គេដើម្បីស្វែងរកទីតាំងគោលដៅពាសពេញទីក្រុងក្រុមការងារទាំងមូលបានជិះលើខ្នង Baymax ហោះទៅកាន់កោះអាថ៌កំបាំងមួយនៅកណ្ដាលសមុទ្រពួកគេចុះចតនៅលើកំពង់ផែមួយហើយដើរលុបចូលទៅក្នុងអគារចាស់ដែលមើលទៅគួរឲ្យខ្លាចក្រុមទាំងមូលរៀបចំអាវុធរៀងខ្លួនដើម្បីត្រៀមប្រយុទ្ធជាមួយសត្រូវដែលមិនទាន់ដឹងមុខពួកគេដើរចូលតាមច្រករបៀងងឹតរហូតដល់ឃើញម៉ាស៊ីនដ៏ធំមួយដែលត្រូវបានបំផ្លាញចោលហេរ៉ូសម្លឹងមើលទៅក្នុងបន្ទប់បញ្ជាដោយការងឿងឆ្ងល់ចំពោះអ្វីដែលគេបានរកឃើញហេរ៉ូមើលទៅអេក្រង់ដែលបង្ហាញពីរូបសញ្ញាសត្វស្លាបពណ៌ខ្មៅនិងវីដេអូសុវត្ថិភាពពីអតីតកាលហេរ៉ូនិងមិត្តភ័ក្តិរបស់គេសម្លឹងមើលដោយការភ្ញាក់ផ្អើលខណៈដែលម៉ាស៊ីនបង្កើតច្រកទ្វារវិមាត្រកំពុងបញ្ចេញពន្លឺពណ៌ខៀវយ៉ាងខ្លាំងនៅក្នុងមន្ទីរពិសោធន៍ក្រុមអ្នកវិទ្យាសាស្ត្រនិងមន្ត្រីយោធាកំពុងតាមដានការសាកល្បងនេះយ៉ាងយកចិត្តទុកដាក់ Abigail Collagen អង្គុយក្នុងកន្សោមយានរៀបចំខ្លួនដើម្បីហោះចូលទៅក្នុងច្រកទ្វារវិមាត្រដែលកំពុងវិលយ៉ាងលឿនស្រាប់តែមានបញ្ហាបច្ចេកទេសកើតឡើងម៉ាស៊ីនចាប់ផ្ដើមផ្ទុះនិងបែកខ្ទេចខ្ទីជាបំណែកបង្កជាភាពវឹកវរពេញបន្ទប់យកខេឈោមើលគំនរបាក់បែកក្នុងបន្ទប់ដ៏ងឹតខណៈដែលបំណែកដែកកំពុងធ្លាក់ចុះមកក្រុម Big Hero 5មួយព្យាយាមងើបចេញពីគំនរបាក់បែកពួកគេរៀបចំខ្លួនដើម្បីទល់នឹងYoke Fred ក្នុងឈុតសត្វចម្លែករបស់គេនិង Gogo ចាប់ផ្ដើមវាយប្រហារទៅលើ Yoke យ៉ាងលឿន Yoke ប្រើប្រាស់ Microbots ដើម្បីរារាំងការវាយប្រហារនិងការពារខ្លួនពីសមាជិកម្នាក់ក្នុងក្រុម Wasabi បញ្ចេញដាវឡាសេពណ៌ខៀវពីដៃរបស់គេដើម្បីកាត់ផ្តាច់បំណែក Microbots Hero ជិះលើខ្នង Baymax ហោះឡើងទៅលើអាកាសយ៉ាងលឿនដើម្បីស្វែងរកឱកាសវាយបកBaymax បាញ់ដាល់ដៃដែករបស់គេទៅកាន់Yokeបណ្ដាលឲ្យគេដួលទៅលើដីនិងរបូតម៉ាស់ចេញ Hero សម្លឹងមើលមុខពិតរបស់ Yoke ដែលជាសាស្ត្រាចារ្យ Collagen ដោយក្តីតក់ស្លុតជាខ្លាំងដោយក្តីខឹងសម្បារ Hero បញ្ជាឲ្យ Baymax សម្លាប់ Collagen ប៉ុន្តែ Baymax បដិសេធដោយសារគោលការណ៍សុខាភិបាល Hero ដកបន្ទះឈីពណ៌បៃតងចេញពី Baymax បណ្ដាលឲ្យភ្នែករបស់ Baymax ប្រែជាពណ៌ក្រហមនិងក្លាយជាម៉ាស៊ីនសម្លាប់ Baymax ចាប់ផ្ដើមវាយប្រហារ Collagen យ៉ាងកាចសាហាវខណៈដែលមិត្តភក្តិផ្សេងទៀតព្យាយាមឃាត់គេHoneyweman ព្យាយាមដាក់បន្ទះឈីពណ៌បៃតងចូលទៅក្នុង Baymax វិញដើម្បីបញ្ឈប់ការវាយប្រហារដ៏គ្រោះថ្នាក់នេះបន្ទាប់ពីស្ថានភាពស្ងប់ស្ងាត់ Hero ត្រឡប់មកមន្ទីរពិសោធន៍វិញដោយអារម្មណ៍ស្មុគស្មាញនិងអស់សង្ឃឹមគេមើលវីដេអូចាស់របស់បងប្រុសគេ Tadashi ដែលកំពុងសាកល្បងបង្កើត Baymax ម្ដងហើយម្ដងទៀតHero កំពុងមើលវីដេអូចាស់ដែល Tadashi បានថតទុកនៅពេលបង្កើត Baymax ដំបូង Tadashi បានព្យាយាមធ្វើតេស្តរាប់មិនអស់បើទោះបីជាបរាជ័យច្រើនដងក៏គាត់មិនបោះបង់ដែរនៅទីបំផុត Baymax បានដំណើរការហើយនិយាយថាសួស្ដីខ្ញុំគឺ Baymax ដែលធ្វើឲ្យ Tadashi សប្បាយចិត្តយ៉ាងខ្លាំងការឃើញទឹកចិត្តរបស់បងប្រុសបានធ្វើឲ្យ Hero មានកម្លាំងចិត្តនិងស្នាមញញឹមឡើងវិញHero និងមិត្តភក្តិទាំងអស់បានរួបរวมគ្នាដើម្បីស្វែងរកការពិតនៅពីក្រោយការស្លាប់របស់ Tadashi ពួកគេបានរកឃើញវីដេអូសម្ងាត់មួយដែលបង្ហាញពីការពិសោធន៍ដ៏បរាជ័យរបស់ក្រុមហ៊ុន Crytek នៅក្នុងការពិសោធន៍នោះកូនស្រីរបស់លោកប្រាសាទ Collagen បានបាត់ខ្លួនចូលទៅក្នុងតំបន់វិមាត្របុរសពាក់មុខម្នាងសាលាដែលលួច Microbots តាមពិតទៅគឺលោក Collagen ដែលចង់សងសឹក Cray Collagen បានប្រើប្រាស់ Microbots ដើម្បីបង្កើតច្រកទ្វារវិមាត្រ Portal ឡើងវិញនៅពីលើអគារ Cray Hero និងក្រុម Big Hero 5មួយបានហោះមកដល់កន្លែងកើតហេតុដើម្បីបញ្ឈប់មហន្តរាយនេះBaymax និង Hero បានហោះកាត់កំទេចកំទីអគារដែលកំពុងបាក់បែកនិងគេចពីការវាយប្រហារWasabi, Honeyweman, Fred និង Gogo បានប្រើប្រាស់អាវុធបច្ចេកវិទ្យារៀងខ្លួនដើម្បីទល់Wasabi ប្រើដាវ Plasma ឯ Honeyweman ប្រើគ្រាប់បែកគីមីពណ៌ដើម្បីបង្កប់ Microbots Fred ក្លាយជាបិសាចព្រោះភ្លើងហើយ Gogo ជិះកង់ TARS យ៉ាងលឿនដើម្បីវាយឆ្មក់សត្រូវBaymax បានប្រើកណ្ដាប់ដៃរ៉ុកែត Rocket Fist បាញ់កំទេចរចនាសម្ព័ន្ធរបស់ Collagen យ៉ាងសាហាវ
ក្រុម Big Hero 6 ឈរត្រៀមខ្លួនរួចក៏ចាប់ផ្ដើមរត់យ៉ាងលឿនទៅមុខទាំងអស់គ្នា Hero ជិះលើខ្នង Baymax ហោះឡើងទៅលើមេឃយ៉ាងខ្ពស់កាត់តាមកំទេចកំទីដែលហោះហើរ បរិះពាក់របាំងមុខ Yokai បញ្ជី Microbot Microbots ឲ្យវាប្រហារនឹងរារាំងផ្លូវរបស់ពួកគេ Gogo ប្រើថាស្កង់របស់នាងរអិលយ៉ាងលឿនលើបង្គោល Microbot ចំណែក Honeyvenom បោះគ្រាប់បែកគីមីបង្កើតជាពពណ៌ Wasabi ប្រើដាវឡាសេនៅដៃកាត់ផ្ដាច់ Microbot ហើយ Fred ក្នុងឈុតបិសាចលោតកំទេចស្រូវ Baymax ហោះចូលទៅជិត Yokai រួចប្រើដៃ Robot ចាប់ដោះរបាំងមុខរបស់គេចេញបង្ហាញឲ្យឃើញមុខលោកសាស្ត្រាចារ្យ Collagen Microbot ទាំងអស់ចាប់ផ្ដើមរលាយបាត់បង់ការគ្រប់គ្រងហើយ Collagen ក៏ធ្លាក់ចុះមកដី Hero និង Baymax សម្លឹងមើលទៅច្រកទ្វារវិមាត្រ Portal ដែលកំពុងតែផ្ទុះនិងស្រូបយកអ្វីគ្រប់យ៉ាង Baymax ប្រាប់ Hero ថាមានសញ្ញាជីវិតនៅខាងក្នុងច្រកទ្វារនោះហើយពួកគេសម្រេចចិត្តហោះចូលទៅក្នុងលំហវិមាត្រដ៏ចម្លែក ពួកគេហោះកាត់ពពណ៌ស្វាយនិងកំទេចកំទីដែលអន្តែតអណ្ដូងរហូតបានឃើញយានអវកាសដែលបាត់បង់ Baymax ប្រើ Scan ដើម្បីស្វែងរក Abigail ដែលនៅមានដង្ហើមនៅក្នុងកន្សោមសុវត្ថិភាព នៅពេលព្យាយាមរុញកន្សោមចេញមកក្រៅកំទេចកំទីដ៏ធំមួយបានហោះមកបុក Baymax ធ្វើឲ្យខូចខាតអាវក្រោះនិងម៉ាស៊ីនរុញរបស់គេ Baymax ដឹងថាខ្លួនមិនអាចត្រឡប់ទៅវិញបានទេគេក៏សម្រេចចិត្តប្រើដៃ Robot របស់គេដើម្បីបាញ់រុញ Hero និង Abigail ឲ្យចេញទៅក្រៅ Hero យំទាំងអាឡោះអាល័យនិងអប Baymax ជាលើកចុងក្រោយមុនពេលនិយាយថាខ្ញុំពេញចិត្តនឹងការថែទាំរបស់អ្នក Baymax បាញ់ដៃរបស់គេចេញទៅរុញ Hero និង Abigail ឲ្យហោះចេញផុតពីច្រកទ្វារវិមាត្រដោយសុវត្ថិភាព Hero និង Abigail ធ្លាក់មកដល់ដីវិញដោយសុវត្ថិភាពខណៈដែល Baymax នៅសល់តែដៃម្ខាងដែលបានជួយសង្គ្រោះពួកគេ Hero និង Abigail សន្លប់នៅក្នុងយានអវកាសបន្ទាប់ពីបានរួចផុតពីវិមាត្រ Portal លោក Collagen ត្រូវបានប៉ូលីសចាប់ខ្លួននិងបញ្ជូនចូលក្នុងឡានខណៈដែលគាត់មើលកូនស្រីរបស់គាត់ត្រូវបានគេជួយសង្គ្រោះ ទិដ្ឋភាពទីក្រុង San Francisco បង្ហាញពីភាពស្ងប់ស្ងាត់ឡើងវិញក្រោយព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់ មិត្តភ័ក្តិរបស់ Hero រួមមាន Wasabi, Honeylemon, Fred និង Gogo កំពុងអង្គុយជែកគ្នានៅក្នុងហាងកាហ្វេរបស់ Minkas Hero ដើរចូលមកក្នុងហាងហើយមិត្តភ័ក្តិទាំងអស់បានស្ទុះទៅអបគាត់ដោយភាពសប្បាយរីករាយ Hero រៀបចំសម្ភារៈនៅក្នុងបន្ទប់ពិសោធន៍របស់បងប្រុសគាត់ហើយប្រទះឃើញដៃ Robot របស់ Baymax ដែលនៅសេសសល់គាត់ពិនិត្យមើលដៃនោះហើយបានរកឃើញបន្ទះ Chip Healthcare Chip ដែល Tadashi បានបង្កើត Hero បង្កើតរាងកាយ Baymax ឡើងវិញហើយដាក់បន្ទះ Chip បញ្ចូលទៅក្នុងនោះ Baymax ដើរមកក្បែរ Hero ហើយពួកគេទាំងពីរបានអបគ្នាជាថ្មីម្ដងទៀត ក្រុម Big Hero 6 ហោះហើរនិងរត់កាត់ទីក្រុងដើម្បីបំពេញបេសកកម្មជួយសង្គ្រោះមនុស្ស